មិតិកាទី3អំពីរបបកម្មសិទ្ធិឯកជនជំពូកទី7អំពីសិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិករផ្នែកទី1អំពីការអាស្រ័យផលនៃកម្មសិទ្ធិមាត្រា85កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខនិងទូលំទូលាយកុំឲ្យតែយកទ្រព្យនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់មាត្រា86កម្មសិទ្ធិករនៃទ្រព្យមិនអាចប្រើប្រាស់ទ្រព្យនោះក្នុងគោលដៅព្យាបាទឬរំខានដល់តតេយ្យជននិងជាពិសេសដល់អ្នកជិតខាងរបស់ខ្លួនបានឡើយការប្រើប្រាស់ទ្រព្យជាធម្មតាដែលមានចរិតធម្មានុរូបមិនអាចចាត់ទុកជាការរំខានដែលបណ្ដាលឲ្យរាំងស្ទះដល់ការប្រើប្រាស់ទ្រព្យនោះបានឡើយមាត្រា87កម្មសិទ្ធិករនៃដីអាចធ្វើនៅលើដីរាល់ការដាំដុះការរៀបចំនិងការសាងសង់តាមបំណងរបស់ខ្លួនលើកលែងតែមានច្បាប់ហាមឃាត់ការរៀបចំឬការសាងសង់ទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ស្របតាមបញ្ញត្តិនៃផ្នែកទី3នៃជំពូកនេះមាត្រា88កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចរៀបចំឬកែប្រែបានដោយសេរីនៅប្រភេទនិងរចនាសម្ព័ន្ធដើមនៃទ្រព្យរបស់ខ្លួនស្របតាមការប្រើប្រាស់ដែលខ្លួនចង់ធ្វើតាមការកំណត់នៃច្បាប់មាត្រា89ចាត់ទុកជាការកែប្រែប្រភេទឬរចនាសម្ព័ន្ធដើមនៃទ្រព្យជាអចលនវត្ថុក្នុងន័យនៃច្បាប់នេះមានជាអាចការកោះរានដីការកាប់ព្រៃឈើការដាំដំណាំលើដីនោះការចាក់បំពេញដីការឈូសពង្រាបភ្នំការជីករុករកការជីកយកដីចេញការជីកអណ្ដូងរ៉ែឬកន្លែងយកថ្មការរៀបចំការធ្វើឲ្យស្ងួតដែនវេរីជាតិការរៀបចំដីកសិកម្មជាទីប្រជុំជនការបង្កើតតំបន់ឧស្សាហកម្មនិងការបង្កើតទីតាំងរោងចក្រមាត្រា90កម្មសិទ្ធិករនៃផ្ទៃដីគឺជាកម្មសិទ្ធិករនៃផ្នែកក្រោមដីនិងរាល់អ្វីៗដែលអាចទាញយកផលបានកុំឲ្យតែផ្ទុយនឹងបញ្ញត្តិនៃមាត្រា88និងមាត្រា89នៃច្បាប់នេះព្រំប្រទល់នៃផ្នែកខាងក្រោមដីត្រូវបានកំណត់តាមបន្ទាត់ឈរនៃផ្ទៃរាបខាងលើប៉ុន្តែកម្មសិទ្ធិករមិនអាចទាមទារយកជាកម្មសិទ្ធិនៅបដិមាករចម្លាក់ក្រឡោកឬបុរាណវត្ថុគ្រប់ប្រភេទដែលបានរកឃើញស្នាដៃទាំងនេះជាចំណែកនៃបេតិកភណ្ឌជាតិហើយត្រូវតែប្រគល់ឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាត្រា91កម្មសិទ្ធិករនៃផ្ទៃដីក៏ជាកម្មសិទ្ធិករនៃលំហអាកាសនិងវត្ថុធាតុអចិន្ត្រៃយ៍ដែលស្ថិតចំពីលើដីជាកម្មសិទ្ធិរបស់ខ្លួនលើកលែងតែបណ្ដាញខ្សែអគ្គិសនីនិងទូរគមនាគមន៍ដែលត្រូវអនុវត្តតាមច្បាប់ដោយឡែកជាពិសេសកម្មសិទ្ធិករអាចកាប់មែកឈើអ្នកជិតខាងដែលលយចូលមកលើកម្មសិទ្ធិរបស់ខ្លួនឬបេះយកផលផ្លែឈើនោះបានប៉ុន្តែកម្មសិទ្ធិករមិនអាចហាមឃាត់ការហោះហើរដោយអាកាសយានគ្រប់ប្រភេទបានឡើយមាត្រា92កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចបង្កើតបានជាប្រតិភោគនៃកិច្ចសន្យាស្របតាមបញ្ញត្តិដែលបានកំណត់ក្នុងមាតិកាទី5នៃច្បាប់នេះមាត្រា93កម្មសិទ្ធិករនៃទ្រព្យអាចចាត់ចែងផលិតផលនិងការកើនឡើងតាមធម្មជាតិឬតាមសិប្បនិមិត្តដែលផ្សំគ្នាឬដែលជាប់ជាមួយនឹងទ្រព្យនោះតាមវិធានដែលបានកំណត់ក្នុងផ្នែកទី2និងទី3នៃជំពូកនេះ